ចំនួនមនុស្សស្លាប់ដោយសារទឹកជំនន់នៅប្រទេសវៀតណាមបានកើនដល់90នាក់ហើយគិតត្រឹមថ្ងៃអាទិត្យអាជ្ញាធរបាននិយាយថាភ្លៀងធ្លាក់ខ្លាំងទឹកជំនន់ធ្ងន់ធ្ងរនិងការរអិលបាក់ដីប្រមាណមួយសប្តាហ៍ចុងក្រោយនេះបានធ្វើឲ្យមនុស្សម្នាបានជាប់គាំងនៅលើដំបូលផ្ទះខណៈដែលផ្លូវភ្នំត្រូវបានបិទភ្លៀងធ្លាក់ឥតឈប់ឈរបានបោកបក់នៅភាគកណ្ដាលភាគខាងត្បូងប្រទេសចាប់តាំងពីចុងខែតុលាហើយតំបន់គោលដៅសម្រាប់ថ្ងៃឈប់សម្រាកដ៏ពេញនិយមត្រូវបានវាយប្រហារជាមួយនឹងការខាត់បងសេដ្ឋកិច្ចប៉ាន់ស្មានរាប់រយលានដុល្លារផ្នែកទាំងមូលនៃទីក្រុងឆ្នេរសមុទ្រញ៉ាត្រាំងត្រូវបានជន់លិចកាលពីសប្តាហ៍មុនខណៈដែលការរអិលបាក់ដីដ៏សាហាវបានវាយប្រហារតំបន់កំពង់រាបជុំវិញមជ្ឈមណ្ឌលទេសចរណ៍ដាឡាតស្រូវជាង 80000 ហិកតានិងដំណាំផ្សេងទៀតនៅទូទាំងខេត្តដាឡានិងខេត្តចំនួន4ផ្សេងទៀតបានរងការខូចខាតហើយសត្វពាហនៈឬបក្សីជាង3លាន2សែនក្បាលបានងាប់ឬលិចលង់ដោយសារទឹកជំនន់ទីភ្នាក់ងារព័ត៌មានរដ្ឋ Twitter News បាននិយាយថាអាជ្ញាធរបានប្រើប្រាស់ឧទ្ធម្ភាគចក្រដើម្បីទម្លាក់ជំនួយដល់សហគមន៍ដែលត្រូវបានកាត់ផ្ដាច់ដោយទឹកជំនន់និងការរអិលបាក់ដីរដ្ឋាភិបាលបានដាក់ពង្រាយមន្ត្រីរាប់ម៉ឺននាក់ដើម្បីចែកចាយសម្លៀកបំពាក់ឧបករណ៍បន្សុទ្ធទឹកមីកញ្ចប់និងការផ្គត់ផ្គង់ផ្សេងទៀតទៅកាន់តំបន់រងផលប៉ះពាល់ក្រសួងបានប៉ាន់ប្រមាណការខាតបង់សេដ្ឋកិច្ចចំនួន343លានដុល្លារនៅទូទាំងខេត្តចំនួន5ដោយសារទឹកជំនន់ប្រទេសអាស៊ីអាគ្នេយ៍មួយនេះងាយនឹងមានភ្លៀងធ្លាក់ខ្លាំងនៅចន្លោះខែមិថុនាដល់ខែកញ្ញាប៉ុន្តែអ្នកវិទ្យាសាស្ត្របានកំណត់នៅគំរូនៃការប្រែប្រួលអាកាសធាតុដែលជំរុញដោយសកម្មភាពមនុស្សជាហេតុធ្វើឲ្យអាកាសធាតុធ្ងន់ធ្ងរកាន់តែកើតឡើងញឹកញាប់និងកាន់តែបំផ្លិចបំផ្លាញយោងតាមការិយាល័យស្ថិតិជាតិបានឲ្យដឹងថាគ្រោះមហន្តរាយធម្មជាតិបានធ្វើឲ្យមនុស្សចំនួន279នាក់ស្លាប់ឬបាត់ខ្លួននៅក្នុងប្រទេសវៀតណាមនិងបានបណ្ដាលឲ្យមានការខូចខាតសេដ្ឋកិច្ចជាង$2000លានកាលពីចន្លោះខែមករាដល់ខែតុលាឆ្នាំ2025